អ្នកនៅខេត្តកោះកុងជាប់ព្រំដែនថៃឬមួយក៏រស់នៅជាប់ព្រំប្រទល់ដែនថៃជាប់ខេត្តត្រាតនៅក្នុងប្រទេសថៃសូមមេត្តាត្រៀមមកហើយទៅថ្ងៃនេះគឺជាថ្ងៃទី26ខែ9ឆ្នាំ2025ខាងថៃគេកំពុងតែបន្តបញ្ជូនទាហានហើយនឹងសម្ភារៈចម្បាំងមកជាបន្តបន្ទាប់ហើយយប់នេះម៉ោង8 9ក៏គេបន្តបញ្ជូនទាហានហើយនឹងសម្ភារៈចម្បាំងគេគឺថាមកច្រើនមែនទែនហើយបញ្ជាក់ណាខាងខេត្តកោះកុងគេបញ្ជូនទាហានមកមិនមែនតែទាហានជើងគោកទេគេបញ្ជូនមកទាំងទាហានជើងគោកទាហានជើងអាកាសហើយនឹងទាហានជើងទឹកហើយបើតាមបណ្ដាញខ្ញុំគាត់ប្រាប់ខ្ញុំខាងថៃគេមាននាវាមុខទឹកទៀតអាចារ្យនាវាចម្បាំងក៏គេមាននាវាមុខទឹកក៏គេមានដែរនៅខាងខេត្តកោះកុងនេះអញ្ចឹងសូមទាំងអស់គ្នាត្រៀមមកហើយព្រោះឲ្យខាងថៃក៏បាននិយាយថាខ្មែរយើងរំលោភបំពានយកទឹកដីរបស់គេខ្មែរយើងនេះបានធ្វើស្រែចម្ការធ្វើផ្ទះសម្បែងធ្វើអាគារធ្វើកាស៊ីណូអញ្ចឹងនៅលើទឹកដីរបស់គេហើយខាងថៃក៏គេប្រកាសដែរឲ្យខ្មែរយើងនេះត្រូវតែរុះរើឬមួយក៏បំផ្លាញអាគារកាស៊ីណូឬមួយក៏អាគារប្រមាណកន្លែងហ្នឹងចោលតែបើសិនជាខ្មែរយើងមិនព្រមបំផ្លាញចោលទេខាងថៃគេនឹងវាយយកមកគ្រប់គ្រងខ្លួនឯងឬមួយក៏អាចនឹងបាញ់កំទេចចោលអាគារទាំងអស់ហ្នឹងតែម្ដងតែខ្ញុំបញ្ជាក់ឲ្យច្បាស់ណាអាគារទាំងអស់ហ្នឹងផ្ទះទាំងអស់ហ្នឹងដែលប្រជាជនរស់នៅគឺមិនមែននៅលើទឹកដីរបស់សៀមទេគឺនៅលើទឹកដីរបស់ខ្មែរប៉ុន្តែទាំងអស់ហ្នឹងសៀមស្រាប់ហើយគឺវាជាចោលឈ្លានពានគេអាចចោលតែខ្មែរយើងយកទឹកដីវាកន្លែងនេះកន្លែងនោះយកប្រាសាទវាកន្លែងនេះកន្លែងនោះតែតាមពិតវាគឺជាចោលអញ្ចឹងវាមិនឈ្លានពានយើងវាចង់បានគ្រប់កន្លែងតែម្ដងហើយខ្ញុំបញ្ជាក់ណាថៃបើសិនជាគេត្រឡប់មកវាយខ្មែរយើងមួយសាទៀតគេមិនមែនវាយតែ3 4ទីតាំងទេគឺគេរះទាំងអស់តែហ្មងឲ្យតែតាមព្រំដែនជាប់ខ្មែរនិងថៃគឺគេទុកមកកន្លែងទេនិយាយទៅគឺ17ទីតាំងហើយមករយៈ2 3ថ្ងៃនេះគាត់ថាខាងថៃនេះគឺសម្រុកដឹកសម្ភារៈចម្បាំងហើយនឹងតែហ៊ានទៅតាមព្រំដែនសឹងតែគ្រប់ទីតាំងតែម្ដងហើយគេកំពុងតែសម្រុកទិញអាវុធហើយនឹងសម្រុកណាបង្វឹកទាហានគេថ្មីឲ្យចេះណាច្បាំងនៅក្នុងសង្គ្រាមអញ្ចឹងអ្នកនៅខេត្តកោះកុងត្រៀមខ្លួនឲ្យហើយទៅអ្នកដែលនៅជាប់ព្រំដែនណាព្រោះអីខាងថៃនេះគេក៏បានប្រកាសណាប្រាប់ប្រជាជនគេនៅខេត្តត្រាតឲ្យអស់ហើយអ្នកដែលនៅជាប់ព្រំប្រទល់ដែនខ្មែរនិងថៃគេឲ្យប្រជាជនគេនេះត្រៀមឲ្យហើយសម្ភារៈណាដែលមានតម្លៃសម្ភារៈណាដែលចាំបាច់ឲ្យត្រៀមរៀបចំដាក់វ៉ាលីកាបូបកតាបឲ្យហើយទៅបើសិនជាទាហានគេប្រកាសថាអូត្រូវតែចេញនៅក្នុងថ្ងៃហ្នឹងហើយក៏យប់ហ្នឹងឲ្យអស់គឺត្រូវចេញឲ្យអស់នឹងបញ្ជាក់ហើយគេជូនដំណឹងដល់ប្រជាជនគេរួចជាស្រេចហើយអញ្ចឹងប្រជាជនគេនៅខាងខេត្តត្រាតនេះគេរៀបចំឲ្យអស់ហើយចាហើយបញ្ជាក់ណាបើសិនជាមានព័ត៌មានអីដែលខ្ញុំស៊ើបដឹងពីខាងសៀមខ្ញុំនឹងចែកម្លែកឲ្យទាំងអស់គ្នាបានដឹងបន្តទុកជាមុនឲ្យទាំងអស់គ្នាចេះប្រុងប្រយ័ត្នការពារខ្លួនព្រោះអីគោលបំណងរបស់ខ្ញុំគឺមានតែមួយទេខ្ញុំមិនចង់ឃើញខ្មែរណាបាត់បង់អាយុជីវិតដោយសារតែការឈ្លានពានរបស់ថៃទេការពារភាសាជាងព្យាបាលជឿសម្ដីខ្ញុំអាម៉ាត់ទៅកុំប្រមាថសត្រូវឲ្យសោះយើងមិនអាចស្មានចិត្តសត្រូវបានទេត្រូវចាំណាពួកចៅវាប្លន់អីអត់បានគឺវាអត់សក់ចិត្តទេវានៅតែបន្តមកម្ដងហើយម្ដងទៀតរហូតដល់វាបាននៅអ្វីដែលវាចង់បាន